លោកឧត្តមសេនីយ៍ត្រីសឿមសរិទ្ធបានចាត់តំណាងអញ្ជើញជួបសំណេះសំណាលនិងប្រគល់ទទួលកម្មសិក្សាការីជាសិស្សនាយនគរបាលរងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលចំនួនទី20លើកទី1បាទចុះមកកម្មសិក្សានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អាយដាមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី15ខែមិថុនា2026នេះលោកឧត្តមសេនីយ៍ត្រីសឿមសរិទ្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្តមសេនីយ៍ត្រីវង្សវិតស្នងការរងផែនការងារធនធានមនុស្សអញ្ជើញជួបសំណេះសំណាលបាទកម្មសិក្សាការីជាសិស្សនាយនគរបាលរងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលចំនួនទី20លើកទី1ចុះមកកម្មសិក្សានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកម្មសិក្សាការីជាសិស្សនាយនគរបាលរងមានចំនួន83នាក់បាទមានស្រី11នាក់ជានគរបាលដែលបានប្រឡងជាប់ក្របខ័ណ្ឌនគរបាលជាតិសម្រាប់ឆ្នាំ2025មកពីសាលានគរបាលជាតិភូមិភាគ5ខេត្តបាត់ដំបងក្នុងការនោះផងដែរលោកវរៈស្នេហ៍តូទេពមនោវ័ននាយករងសាលានគរបាលជាតិភូមិភាគ5បានចាត់ទុកថាការចុះកម្មសិក្សារបស់ក្មួយបងប្អូននៅពេលនេះគឺដើម្បីផ្សារភ្ជាប់ការសិក្សាជាមួយនឹងការអនុវត្តជាក់ស្ដែងនិងអនុវត្តបាទតាមកម្មវិធីអប់រំរបស់សាលាបណ្ឌិតសភានគរបាលជាតិកម្ពុជាឲ្យបានត្រឹមត្រូវជាចុងក្រោយលោកឧត្តមសេនីយ៍ត្រីវង្សវិតស្នងការរងផែនការងារធនធានមនុស្សបានជំរុញឲ្យសិក្ខាកាមទាំងអស់បាទត្រូវខិតខំរៀនសូត្រនិងស្វែងយល់បន្ថែមនៅមុខងារក៏ដូចជាការងារផ្សេងៗរបស់ការិយាល័យជំនាញតាមបណ្ដាអធិការដ្ឋាននិងប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់ជូនបាទនឹងធ្វើដោយជោគជ័យនិងបន្តយកចំណេះដឹងទៅបម្រើអង្គភាពនិងបម្រើប្រជាជនជាពិសេសបាទបងប្អូនត្រូវមានភាពស្មោះត្រង់បាទគ្នានឹងគ្នាក្នុងការចុះកម្មសិក្សាជាក្រុមឬឯកជនសូមជូនពរបងប្អូនជោគជ័យនៅក្នុងបេសកកម្មនេះ